ខ្ញុំបាទសូមអនុញ្ញាតលំកាយគោរពស្វាគមន៍ពុកម៉ែបងប្អូនម្ដងទៀតបាទយើងវិលមកជួបគ្នានៅក្នុងកម្មវិធីតាមដានព័ត៌មានប្រចាំថ្ងៃវេលានេះមានអត្ថន័យថ្មីពីរមកចែកជូនទៀតហើយដែលអត្ថបទទី1តម្រូវទៅលើលោកអឹមជីវ៉ាពាក់ព័ន្ធទៅនឹងសំណុំពរក៏ដូចជាការចូលរួមមតិរបស់លោកជូនចំពោះតារាសម្ដែងស៊ីនយូប៊ីនប្រិមិត្តរីឯខ្លឹមសារទី2ពាក់ព័ន្ធទៅនឹងលោកសេងមង្គលដែលមានអត្ថន័យថាខួរក្បាលយើងមិនមែនជាធុងសម្រាមនោះទេប្រិមិត្តប្រកាសជាចង់ដឹងអត្ថបទទាំងពីរតើមានខ្លឹមសារយ៉ាងណាក៏សូមមេត្តាតាមដានជាមួយខ្ញុំបាទដូចតទៅប្រិមិត្តនៅលើเพจផ្លូវការរបស់លោកអឹមជីវ៉ាសម្រាប់ថ្ងៃនេះបាទមានការ live ខ្លឹមសាររួមរបស់គាត់គឺធ្វើជាសំណុំពរក៏ដូចជាការចូលរួមមតិជូនចំពោះតារាសម្ដែងស៊ីនយូប៊ីនពាក់ព័ន្ធទៅនឹងរឿងចង់ប្តឹងផ្ដាល់ទៅអ្នកគ្រប់គ្រងណានឹងសម្រាប់តារាសម្ដែងស៊ីនយូប៊ីនដែលគាត់ចង់ប្តឹងហើយមូលហេតុដែលគាត់ចង់ប្តឹងហ្នឹងដោយសារតែដើមហេតុនោះដោយសារតែ MMO អ្នកធ្វើព័ត៌មានមួយចំនួនយកសម្លេងរបស់តារាសម្ដែងស៊ីនយូប៊ីនយកទៅកាត់តកណិតកណាត់នាំឲ្យបាត់អត្ថន័យរួមបាត់ខ្លឹមសាររួមដែលគេចូលស្ដាប់ទៅវាអត់ដឹងការពិតថាចង់និយាយរឿងអីឲ្យប្រកាសវាអាចច្រឡំខ្លឹមសារអញ្ចឹងគេអត់ពេញចិត្តគេ comment ចូលពាក្យប្រទេសផ្ដាស់ពាក្យអសរោះរហូតដល់ធ្វើឲ្យតារាសម្ដែងស៊ីនយូប៊ីនបាទនាងលែងសប្បាយចិត្តបាទមានបំណងមានគំនិតបាទចង់ប្តឹងផ្ដាល់ទៅអ្នក comment រូបហ្នឹងដែលប្រើពាក្យប្រទេសផ្ដាស់ដោយសារតែ MMO គាត់កាត់កណិតកណាត់ទៅវាបាត់ខ្លឹមសារនោះណាប្រិមិត្តហើយលឺខ្លឹមសារនេះហើយបាទលឺព័ត៌មាននេះហើយលោកអឹមជីវ៉ាលោកអត់បើអង្គយូរទេគាត់បានធ្វើការ live show បាទរយៈពេលប្រហែលនាទីដែរខ្លឹមសារក៏ដូចជាបំណងរបស់លោកអឹមជីវ៉ាជូនចំពោះតារាសម្ដែងស៊ីនយូប៊ីនគឺគាត់ហាមឃាត់សុំកុំឲ្យប្តឹងផ្ដាល់អីលោកអឹមជីវ៉ាបន្តទៀតថាក្នុងនាមយើងជាអ្នកសិល្បៈជាមនុស្សរបស់មហាជនយើងមិនត្រូវបាទគេហៅថាត្បៀតត្បិតត្បៀតចិត្តនឹងទេគួរតែបើកចិត្តឲ្យទលាយទទួលយកគ្រប់ទិសគ្រប់ទីបាទគ្រប់ជុំវិញខ្លួនទាំងអស់ទទួលយកឲ្យបានហើយកុំប្រកាន់អាចលើកលែងបានលើកលែងទៅព្រោះការប្តឹងផ្ដាល់វាអត់ចំណេញអីទេនេះជាខ្លឹមសាររបស់លោកអឹមជីវ៉ាគាត់បន្តទៀតថាក្នុងនាមជារៀមច្បងផងជាបងផងគាត់ចូលរួមមតិប៉ុណ្ណឹងគាត់លើកឡើងថាគាត់ដើរផ្លូវនឹងមុនគាត់ធ្លាប់រៀនច្បាប់បាទខាងបរិញ្ញាគាត់ធ្លាប់រៀនបរិញ្ញាខាងវិចិត្រសិល្បៈអញ្ចឹងគាត់បាទបោះជំហាននៅក្នុងវិថីនឹងមុនគាត់បញ្ជាក់ថាកាលណាយើងជាមនុស្សរបស់មហាជនយើងចេញខ្វាក់ទៅវាប៉ះខ្លះហើយអញ្ចឹងអារម្មណ៍បាទទទួលយកបានឬមិនបានគួរតែហាមខ្លួនឯងបើកចិត្តឲ្យទលីទទួលយកពីគ្រប់មជ្ឈដ្ឋានព្រោះតែការប្តឹងផ្ដាល់វាអត់មានចំណេញទេគាត់បញ្ជាក់ថាយើងឈ្នះនៅក្នុងរឿងក្តីឈ្នះមនុស្សម្នាក់មានន័យថាយើងចាញ់ខ្លួនឯងបាទយើងអត់យកឈ្នះខ្លួនឯងសិនណាបាទអញ្ចឹងលោកអឹមជីវ៉ាគាត់មានបំណងល្អសម្រាប់តារាសម្ដែងស៊ីនយូប៊ីនប្រិមិត្តគាត់អត់ចង់ឲ្យមានការប្តឹងផ្ដាល់ទេគាត់បញ្ជាក់ថាកាលណាយើងប្តឹងទៅទី1គឺយើងខាតពេលវេលាខាតលុយកាក់និងបាត់បង់ប្រជាប្រិយភាពអញ្ចឹងយ៉ាងណាដែរប្រិមិត្តសម្រាប់តារាសម្ដែងស៊ីនយូប៊ីនទទួលយកបានដែរឬអត់នៅខ្លឹមសាររបស់លោកអឹមជីវ៉ាដែលចូលរួមមតិក៏ដូចជាធ្វើសំណើក្នុងនាមជារៀមច្បងបាទជូនចំពោះបងអូនដែលជាអ្នកសិល្បៈដូចគ្នាដែលគាត់មានបំណងថាហាមបាច់ប្តឹងផ្ដាល់អីទេរឿងរ៉ាវមួយចំនួនហ្នឹងលុបចោលទៅកុំគិតទុកក្នុងចិត្តអីបាទលើកលែងទៅបើកចិត្តឲ្យទលាយទៅនេះជាការលើកឡើងរបស់លោកអឹមជីវ៉ាប្រិមិត្តអញ្ចឹងយ៉ាងណាក៏ដោយយើងចាំតាមដានពាក់ព័ន្ធទៅនឹងការឆ្លើយតបឬក៏សកម្មភាពរបស់តារាសម្ដែងស៊ីនយូប៊ីនតែគាត់បាទធ្វើតាមសំណុំពររបស់លោកអឹមជីវ៉ាដែរឬអត់ដែលលោកអឹមជីវ៉ាគាត់មានបំណងល្អបាទគាត់ថាអត់ចំណេញអីទាំងអស់រឿងប្រឹងផ្ដាល់ហ្នឹងប្រិមិត្តជាទីមន្ត្រីឡើយយើងឆ្លេះខ្លឹមសាររបស់លោកអឹមជីវ៉ាប៉ុណ្ណឹងយើងមកងាកអារម្មណ៍មកតាមដានខ្លឹមសាររបស់លោកសេងមង្គលដែលខ្ញុំដាក់ចំណងជើងថាខួរក្បាលយើងមិនមែនជាធុងសម្រាមនោះទេប្រិមិត្តប្រកាសជាឆ្ងល់បាទពាក់ព័ន្ធទៅនឹងខ្លឹមសារនេះលោកសេងមង្គលគាត់បង្ហោះ caption ចាស់តាំងពីឆ្នាំ2021បាទថ្ងៃ9 2021មកម្លេះឥឡូវ2026ថ្ងៃ9ដែរណាប្រិមិត្តអញ្ចឹងវាយូរឆ្នាំហើយគាត់រៀបរាប់ថាអ្វីដែលអត់ល្អយើងបោះចោលតាមខ្យល់តាមវីដេអូទៅអ្វីដែលល្អយកមកដាក់ខ្លួនព្រោះឆ្នាំ2026ទៅហើយបានអញ្ចឹងហើយបានជាខ្ញុំដាក់ចំណងជើងថាខួរក្បាលយើងមិនមែនជាធុងសម្រាមប្រិមិត្តជាទីមេត្រីប្រកាសជាយល់ខ្លះហើយពាក់ព័ន្ធទៅនឹងអារម្មណ៍របស់យើងគ្រប់គ្នាដែលប៉ះទង្គិចបាទទាំងសម្លេងបាទទាំងអក្ខរាវិរុទ្ធដែលសរសេរខមមិននោះគឺមានល្អមានអាក្រក់នៅក្នុងហ្នឹងអញ្ចឹងអ្វីដែលមិនល្អយើងបោះចោលទៅដោយលំគុលគាត់រៀបរាប់អញ្ចឹងយកមកដាក់ទុកក្នុងចិត្តធ្វើអីអ្វីដែលមិនល្អមានន័យថាយើងលឺតែមួយផ្លេតទេសម្លេងមួយហ្នឹងវាបាត់ទៅវិញទេយើងកុំទុកក្នុងចិត្តនាំឲ្យប៉ះអារម្មណ៍នាំឲ្យខាតប្រយោជន៍ណាប្រិមិត្តអ្វីដែលអត់ល្អបោះចោលទៅអ្វីដែលល្អយើងយកមកទុកក្នុងចិត្តបាទអ្វីដែលល្អគឺរឿងល្អទាំងឡាយដែលសង្គមត្រូវការបាទអំពើល្អគឺអំពើបុណ្យអ្វីដែលមិនល្អគឺអំពើបាបអញ្ចឹងខ្លឹមសាររបស់លោកមង្គលគាត់ចង់ឲ្យបងប្អូនបាទ
អ្វីដែលស្គួរសេវទុកជានៅក្នុងមេម៉ូរីក្នុងខួរក្បាលយើងហ្នឹងសេវទុកអ្វីដែលល្អបានឲ្យទុកចែករំលែកបន្តអ្វីដែលជាអំពើបុណ្យហើយអ្វីដែលមិនល្អមានន័យថាអំពើបាបបាទអាហ្នឹងយើងបោះចោលទៅកុំទុកក្នុងខួរក្បាលកុំទុកក្នុងចិត្តអីព្រោះថាខួរក្បាលយើងមិនមែនជាធុងសម្រាប់នោះទេប្រិមិត្តគាត់ចង់មានន័យថាបែបហ្នឹងណាប្រិមិត្តសម្រាប់លោកមង្គលជាខ្លឹមសារចាស់របស់គាត់ទេប្រិមិត្តប៉ុន្តែបង្កប់អត្ថន័យអប់រំទាំងអស់អញ្ចឹងបងប្អូនប្រកាសជាយល់ហើយអ្វីលោកមង្គលលោកលើកឡើងជារឿយៗនៅក្នុងភេកផ្លូវការរបស់គាត់គឺការចូលរួមមតិលើបណ្ដាញសង្គមគឺបង្កប់អត្ថន័យអប់រំបាទពាក់ព័ន្ធទៅនឹងការអប់រំផ្លូវចិត្តណាប្រិមិត្តសូមឲ្យបងប្អូនយល់ជាផងអ្វីដែលខ្ញុំបាទលើកយកមកអត្ថាធិប្បាយសម្រាប់ខ្លឹមសាររួមរបស់លោកមង្គលដែលគាត់លើកឡើងថាអ្វីដែលអត់ល្អបោះចោលទៅអ្វីដែលល្អយើងយកមកដាក់ខ្លួនព្រោះ2026แล้วហើយបាទគិតរឿងត្រឹមត្រូវគិតរឿងដែលល្អដែលសង្គមត្រូវការបាទគ្រួសារយើងត្រូវការខ្លួនយើងធ្វើឲ្យល្អគិតល្អធ្វើឲ្យត្រូវបាទបានផលល្អទទួលយកបានទាំងអស់គ្នានោះណាអញ្ចឹងអំពើដែលបាបក៏វត្តចោលឲ្យអស់អំពើដែលបុណ្យបាទយើងយកមកដាក់ខ្លួនសាកព្រោះបន្តដើម្បីឲ្យរីកចម្រើនទាំងអស់គ្នាអញ្ចឹងបងប្អូនយល់ហើយអ្វីដែលលោកមង្គលចូលរួមក៏ដូចជាខ្លឹមសាររបស់លោកអឹមជីវ៉ាផងដែរនោះខ្ញុំបាទក៏សូមបញ្ចប់ឲ្យអរគុណសម្រាប់ការតាមដានពីសំណាក់ពុកម៉ែបងប្អូនតាំងពីដើមដល់ចប់គ្រប់ជូនពរឲ្យលោកអ្នកក៏ដូចជាមហាគ្រួសារខ្មែររបស់យើងទាំងអស់ពិសេសគឺបងវរៈកងទ័ពនៅជួរមុខសូមឲ្យមានសុខភាពល្អមានជ័យជំនះលើខ្មាំងសត្រូវហើយនិយាយជារួមដោយឡែកលោកសីមង្គលក្រុមគ្រួសាររបស់លោកអឹមជីវ៉ាក៏ដូចជាតារាសម្ដែងស៊ីនយូប៊ីនបាទធ្វើយ៉ាងណាឲ្យគិតត្រូវធ្វើត្រូវបានផលល្អហើយមានសុខភាពល្អទទួលជ័យជំនះដើម្បីចូលរួមចំណែកកសាងសង្គមជាតិយើងបន្តទៀតនៅប្រិមិត្តអញ្ចឹងខ្ញុំបាទមិនមានអ្វីទៀតទេក៏សូមបញ្ចប់ខ្លឹមសារទាំងពីរសន្យាថាវិលជួបបងប្អូននៅថ្ងៃស្អែកកុំភ្លេចបាទជួយចុច Subscribe និងរូបបណ្ដឹងម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីពីរូបខ្ញុំបាទជារៀងរាល់ថ្ងៃកុំមកឆ្កងបើសិនជាកើតមានដោយអចេតនាកន្លែងណាក៏សូមបងប្អូនចូលរួមមតិខ្ញុំបាទទទួលយកមកកែលម្អដោយក្តីរីករាយអរគុណគ្រប់លា